តើលទ្ធិប្រជាធិបតេយ្យមានប្រភពចេញពីប្រទេសណាហើយកើតឡើងយ៉ាងដូចម្តេចលទ្ធិប្រជាធិបតេយ្យគឺជាគោលការណ៍ដែលអំណាចនយោបាយជារបស់ប្រជាជនគឺជាគំនិតមួយដ៏មានឥទ្ធិពលបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិមិនដូចជាប្រព័ន្ធគ្រប់គ្រងតាមបែបស្ដេចឬអធិរាជទេលទ្ធិប្រជាធិបតេយ្យអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមនៅក្នុងការសម្រេចចិត្តទៅលើអ្វីមួយដែលប៉ះពាល់ទៅដល់ជីវិតរបស់ពួកគេខណៈពេលដែលលទ្ធិប្រជាធិបតេយ្យសម័យទំនើបមានភាពស្មុគស្មាញនិងមានភាពខុសប្លែកគ្នាគំនិតនេះបានចាប់ផ្ដើមរាប់ពាន់ឆ្នាំមុនហើយបានវិវត្តទៅជាប្រព័ន្ធអភិបាលកិច្ចដែលត្រូវបានអនុម័តយ៉ាងទូលំទូលាយនៅក្នុងពិភពលោកលទ្ធិប្រជាធិបតេយ្យត្រូវបានគេស្គាល់ជាលើកដំបូងឡើងនៅក្នុងទីក្រុងអាតែនបុរាណនៃប្រទេសក្រិកប្រហែលជាសតវត្សទី5មុនគ្រិស្តសករាជនៅទីក្រុងអាតែនប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នានៅក្នុងសន្និបាតជាសាធារណៈដែលគេហៅថា Ecclesia ជាទីកន្លែងដែលពួកគេបានពិភាក្សាអំពីច្បាប់ធ្វើការសម្រេចចិត្តនិងបោះឆ្នោតដោយផ្ទាល់ទៅលើបញ្ហាសាធារណៈលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់និងដំបូងនេះបានអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មនៅក្នុងការគ្រប់គ្រងទោះបីជានៅពេលនោះស្ត្រីទេសចរនិងជនបរទេសមិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតក៏ដោយថ្មីបើលទ្ធិប្រជាធិបតេយ្យនៅពេលនោះនៅមានដែនកំណត់ក៏ដោយទីក្រុងអាតែនបានបង្កើតនៅគំនិតដ៏មុចស្រួចដែលថាមនុស្សទូទៅមិនត្រឹមតែជាអ្នកគ្រប់គ្រងឬក៏ជាអ្នកនយោបាយប៉ុណ្ណោះទេអាចចូលរួមបង្កើតសង្គមដែលពួកគេកំពុងរស់នៅបានក្នុងពេលជាមួយគ្នានោះដែរសាធារណរដ្ឋរ៉ូម៉ាំងបានបង្កើតវិធីសាស្ត្ររចនាសម្ព័ន្ធបន្ថែមទៀតចំពោះលទ្ធិប្រជាធិបតេយ្យទីក្រុងរ៉ូមមានមន្ត្រីជាប់ឆ្នោតដែលគេហៅថាកុងស៊ុលនិងព្រឹទ្ធសភាដែលតំណាងឲ្យផលប្រយោជន៍ប្រជាពលរដ្ឋលទ្ធិប្រជាធិបតេយ្យតំណាងដំបូងនេះរួមមានប្រព័ន្ធត្រួតពិនិត្យនិងសមភាពនិងច្បាប់ដើម្បីការពារការរំលោភអំណាចផងដែរលទ្ធិប្រជាធិបតេយ្យតាមគំរូរបស់រ៉ូម៉ាំងបានណែនាំគំនិតដូចជាការបំបែកនិងការទទួលខុសត្រូវផ្នែកច្បាប់ដែលនៅតែជាចំណុចកណ្ដាលនៃលទ្ធិប្រជាធិបតេយ្យក្នុងសម័យទំនើបនេះជាមួយគ្នានោះដែរទីក្រុងអាតែននិងទីក្រុងរ៉ូមបានផ្ដល់មូលដ្ឋានគ្រឹះទស្សនវិជ្ជានិងជាក់ស្ដែងសម្រាប់អភិបាលកិច្ចតាមបែបប្រជាធិបតេយ្យដែលមានឥទ្ធិពលមកលើសង្គមក្រោយៗទៀតនៅទូទាំងទ្វីបអឺរ៉ុបនិងកន្លែងផ្សេងទៀតផងដែរនៅក្នុងអំឡុងមជ្ឈិមសម័យគំនិតប្រជាធិបតេយ្យបានរីកចម្រើនបន្តិចម្ដងនៅក្នុងប្រទេសអង់គ្លេស Magna Carta ឬគេហៅថាគ្មានអាណាធំជាងច្បាប់ឬបកស្រាយឲ្យងាយយល់ថាទោះបីតែជាស្ដេចឬអ្នកគ្រប់គ្រងរដ្ឋក៏ដោយក៏ស្ថិតនៅក្រោមច្បាប់ជានិច្ចយូរទៅស្ថាប័នសភាបានលេចចេញឡើងនៃចំណុចមួយដែលអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋចូលរួមនៅក្នុងការគ្រប់គ្រងដែលហៅថាតំណាងរាស្ត្រទន្ទឹមគ្នានោះដែរអ្នកមានគំនិតជ្រៅជ្រះដែលមានដូចជា John Locke, Montesquieu and Rousseau បានអះអាងថារដ្ឋាភិបាលគួរតែការពារសិទ្ធិពីធម្មជាតិដឹកនាំតាមរយៈការឯកភាពគ្នានិងរក្សាប្រព័ន្ធនៃការត្រួតពិនិត្យនិងតុល្យភាពដែលគេនិយមហៅថា check and balance គំនិតទាំងនេះបានបង្ហាញអំពីការបង្កើតរដ្ឋធម្មនុញ្ញនិងការកើនឡើងនៃប្រព័ន្ធប្រជាធិបតេយ្យបែបទំនើបយុគសម័យកើនឡើងនៃរដ្ឋប្រជាធិបតេយ្យបានចាប់ផ្ដើមជាមួយនឹងការធ្វើបដិវត្តន៍នៅចុងសតវត្សទី18ការធ្វើបដិវត្តន៍របស់អាមេរិកនៅក្នុងឆ្នាំ1776បានបង្កើតរដ្ឋធម្មនុញ្ញសម្រាប់សាធារណរដ្ឋមួយដែលមានច្បាប់ស្ដីពីសិទ្ធិដោយធានានូវសេរីភាពដូចជាការនិយាយស្ដីជំនឿសាសនានិងការជួបជុំមិនយូរប៉ុន្មានបដិវត្តន៍នៅក្នុងប្រទេសបារាំងនៅក្នុងឆ្នាំ1789បានណែនាំគោលការណ៍សេរីភាពនិងភារៈភាពដោយបំផុសគំនិតប្រជាជនទូទៅនៅក្នុងទ្វីបអឺរ៉ុបឲ្យមានការទាមទារឲ្យមានការបង្កើតរដ្ឋាភិបាលដោយសម្លេងប្រជាជនពេញមួយសតវត្សទី19ការបោះឆ្នោតបានពង្រីកនិងប្រព័ន្ធសភាបានរីកដុះដាលលទ្ធិប្រជាធិបតេយ្យបានចាប់ផ្ដើមផ្លាស់ប្ដូរពីឧត្តមគតិទស្សនវិជ្ជាមកជាគំរូនៃអភិបាលកិច្ចជាក់ស្ដែងនៅទសវត្សរ៍ទី
នៅសតវត្សទី20គេបានឃើញលទ្ធិប្រជាធិបតេយ្យបានរីកដុះដាលពាសពេញពិភពលោកបន្ទាប់ពីសង្គ្រាមលោកលើកទី2ប្រទេសឯករាជ្យថ្មីនៅតំបន់អាហ្វ្រិកអាស៊ីនិងអាមេរិកឡាទីនបានអនុម័តរដ្ឋធម្មនុញ្ញបែបប្រជាធិបតេយ្យរលកនៃប្រជាធិបតេយ្យបានកើតឡើងនៅក្នុងទ្វីបអឺរ៉ុបខាងត្បូងនៅក្នុងទសវត្សរ៍ទី70អាមេរិកឡាទីននៅក្នុងទសវត្សរ៍ទី80និងអឺរ៉ុបខាងកើតនៅក្នុងទសវត្សរ៍ទី90បន្ទាប់ពីការដួលរលំនៃរបបផ្ដាច់ការនិងសហភាពសូវៀតសប្តាហ៍នេះលទ្ធិប្រជាធិបតេយ្យនៅតែបន្តវិវត្តសម្របខ្លួនទៅនឹងបញ្ហាប្រឈមសកលបច្ចេកវិទ្យានិងប្រព័ន្ធផ្សព្វផ្សាយរបស់សង្គមដែលអាចឲ្យពលរដ្ឋទទួលខុសត្រូវមកលើថ្នាក់ដឹកនាំនិងការចូលរួមក្នុងអភិបាលកិច្ចកាន់តែសកម្មជាងមុននៅក្នុងពិភពលោកនេះមានលទ្ធិប្រជាធិបតេយ្យជាច្រើនប្រភេទដែលត្រូវបានអនុវត្តលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់ដោយដែលបានឃើញនៅក្នុងទីក្រុងអាតែនបុរាណអនុញ្ញាតឲ្យពលរដ្ឋបោះឆ្នោតដោយផ្ទាល់មកលើច្បាប់និងគោលនយោបាយប្រជាធិបតេយ្យបែបតំណាងប្រជាពលរដ្ឋដែលជាទូទៅឬសប្តាហ៍ថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងការបោះឆ្នោតជ្រើសរើសមន្ត្រីដើម្បីធ្វើការសម្រេចចិត្តតំណាងពលរដ្ឋដែលបោះឆ្នោតឲ្យខ្លួនប្រទេសខ្លះប្រកាន់យកប្រព័ន្ធសភានិងរដ្ឋាភិបាលទទួលខុសត្រូវចំពោះស្ថាប័ននីតិបញ្ញត្តិចំណែកប្រទេសខ្លះទៀតធ្វើតាមប្រព័ន្ធប្រធានាធិបតីដែលប្រធានាធិបតីត្រូវបានជ្រើសរើសដោយឯករាជ្យប្រព័ន្ធ hybrid ឬគេហៅថាកូនកាត់ក៏មានផងដែរដែលរួមបញ្ចូលគ្នានៅធាតុផ្សំជាច្រើនពី model ផ្សេងគ្នាដើម្បីឲ្យសមស្របទៅនឹងវប្បធម៌និងប្រវត្តិសាស្ត្រសមស្របតាមស្ថានភាពតំបន់និងប្រទេសរៀងៗខ្លួនក្រុមប្រទេស Nordic ដែលមានដូចជាស៊ុយអែត Norway និង Denmark បានប្រៀបធៀបប្រជាធិបតេយ្យដ៏រឹងមាំជាមួយនឹងស្តង់ដារនៃការអប់រំខ្ពស់ការថែទាំសុខភាពនិងសមភាពសហរដ្ឋអាមេរិកអាល្លឺម៉ង់និងជប៉ុនបានប្រើប្រាស់ប្រព័ន្ធប្រជាធិបតេយ្យដើម្បីជំរុញការបង្កើតថ្មីកំណើនសេដ្ឋកិច្ចនិងស្ថិរភាពប្រទេសប្រជាធិបតេយ្យដែលកំពុងតែរីកចម្រើនរួមមានកូរ៉េខាងត្បូងនិងតៃវ៉ាន់ដូចជាបូតស្វាណាផងដែរបង្ហាញថាការទទួលយកការអនុវត្តប្រជាធិបតេយ្យបានពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួនខណៈពេលដែលលទ្ធិប្រជាធិបតេយ្យតែមួយមុខមិនធានាបានភាពជោគជ័យប្រទេសដែលមានស្ថាប័នច្បាប់រឹងមាំឬគេហៅថាប្រទេសនីតិរដ្ឋនិងការចូលរួមរបស់ប្រជាពលរដ្ឋមានការរីកចម្រើនផងដែរទោះបីជាមានចំណុចខ្លាំងក៏ដោយក៏លទ្ធិប្រជាធិបតេយ្យក៏ប្រឈមមុខជាមួយនឹងបញ្ហាជាបន្តបន្ទាប់ការធ្វើប្រជាពិធដ្ឋអំពើពុករលួយនិងព័ត៌មានមិនពិតអាចធ្វើឲ្យបទដ្ឋានប្រជាធិបតេយ្យចុះខ្សោយខណៈពេលដែលការបែកបាក់និងការបែងចែកផ្នែកនយោបាយធ្វើឲ្យបាត់បង់ទំនុកចិត្តជាសាធារណៈពេលខ្លះរដ្ឋាភិបាលផ្ដាច់ការព្យាយាមបំផ្លាញស្ថាប័នប្រជាធិបតេយ្យរដ្ឋបិទសេរីភាពនិងកម្រិតនៃការចូលរួមដើម្បីរក្សាបានលទ្ធិប្រជាធិបតេយ្យឲ្យរឹងមាំប្រជាពលរដ្ឋត្រូវតែចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពរបស់ខ្លួនការពារសិទ្ធិរបស់ពួកគេនិងទទួលខុសត្រូវមកលើឋានៈដឹកនាំប្រជាធិបតេយ្យសម័យទំនើបមិនមែនជាប្រព័ន្ធថេរនោះទេប៉ុន្តែជាដំណើរការនៃការបន្តដែលសម្របខ្លួនទៅនឹងការពិតថ្មីលទ្ធិប្រជាធិបតេយ្យគឺបានជះឥទ្ធិពលមកលើចលនាសកលដើម្បីសេរីភាពផងដែរគំនិតនៃការគ្រប់គ្រងខ្លួនឯងនិងសមភាពបានបំផុសចលនាសិទ្ធិស៊ីវិលការតស៊ូទាមទារឯករាជ្យនិងកំណែទម្រង់សង្គមទូទៅនៅក្នុងពិភពលោកពីចលនាប្រឆាំងការរើសអើងជាតិសាសន៍នៅអាហ្វ្រិកខាងត្បូងរហូតដល់ការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុបខាងកើតនិងអាស៊ីលទ្ធិប្រជាធិបតេយ្យបានផ្ដល់នូវក្របខ័ណ្ឌសម្រាប់ប្រជាជនក្នុងការទាមទារយុត្តិធម៌សមភាពនិងតំណាងដ៏ល្អផងដែរ